ការដើរលេងអញ្ចឹងការដើរលេងគឺវាមិនមែនអត់ប្រយោជន៍ទេវាមានអត្ថប្រយោជន៍ច្រើនដល់កុមារផងដែរនៅក្នុងហ្នឹងគឺវាទាមទារឲ្យយើងនាំក្មេងទៅតែផ្ទាល់ហើយព្យាយាមសួរគាត់ឧទាហរណ៍ថានៅពេលដែលយើងដើរទៅចំពេលដែលក្តៅអញ្ចឹងយើងសួរគាត់ថាតើចង់ដើរលឿនឬក៏យឺតចង់សម្រាកឬក៏ទៅមុខបន្តទៀតអីអញ្ចឹងណាឬក៏នៅពេលដែលយើងដើរទៅសម្រាប់ទៅដល់ផ្លូវបំបែកអញ្ចឹងយើងអាចសាកសួរគាត់បានថាតើយើងគួរទៅផ្លូវណាបន្តទៀតដើម្បីល្អអញ្ចឹងធ្វើបែបហ្នឹងគឺមានន័យថាយើងផ្ដល់អាទិភាពឲ្យកុមារហ្នឹងមានឱកាសនៅក្នុងការបញ្ចេញមតិយោបល់ឬក៏គំនិតរបស់គាត់ហ្នឹងមួយពីកន្លែងនេះគឺចង់សម្រាប់ទៅលើតន្ត្រីណាអញ្ចឹងកុមារគឺចូលចិត្តតន្ត្រីចូលចិត្តការសប្បាយរំលែងអីអញ្ចឹងទៅតែក៏មានកុមារខ្លះក៏អត់សូវចូលចិត្តទេឧបករណ៍ដែលយើងទៅប្រើមាន CD សំឡេងតន្ត្រីអីផ្សេងអាចជាបាសឬក៏ speaker អីអញ្ចឹងណាហើយយើងចាប់ផ្ដើមអនុវត្តធ្វើជាគំរូឲ្យកុមារមើលហើយនាំកុមារហ្នឹងឬក៏ក្មេងហ្នឹងរាំតាមចង្វាក់ភ្លេងធ្វើបែបហ្នឹងគឺធ្វើឲ្យក្មេងយល់អំពីសិល្បៈឬក៏មានន័យថាចេះសិល្បៈក្នុងការរាំឲ្យត្រូវតាមចង្វាក់ភ្លេងឬក៏យល់ពីសិល្បៈនៃចង្វាក់ភ្លេងនីមួយៗអញ្ចឹងណាហើយវាបង្កើតទៅជាភាពសប្បាយរីករាយដែរហើយនឹងផ្ដល់ទំនុកចិត្តក៏ដូចជាភាពក្លាហានដល់ក្មេងកុំឲ្យគាត់មានការអៀនខ្មាស់អីអញ្ចឹងណាការជ្រើសរើសអ្វីដែលល្អអញ្ចឹងត្រង់ចំណុចនេះមានន័យថាឲ្យកុមារគាត់មានសិទ្ធិក្នុងការសម្រេចចិត្តជ្រើសរើសអ្វីមួយដែលគាត់ចង់បានអញ្ចឹងណាអាចជាការជ្រើសរើសមុខម្ហូបសម្លៀកបំពាក់ឬក៏ពណ៌បន្ទប់គេងអីជាដើមអញ្ចឹងទៅអញ្ចឹងឧទាហរណ៍យើងនាំគាត់ទៅញ៉ាំអាហារនៅក្នុងហាងភោជនីយដ្ឋានមួយអញ្ចឹងណាហើយឲ្យគាត់មើលម៉ឺនុយនៅក្នុងម៉ឺនុយមុខម្ហូបរបស់គេហ្នឹងហើយឲ្យជំរឿនគាត់ថារវាងសាច់មាន់និងសាច់ជ្រូកគាត់យកមួយណាហើយឲ្យគាត់មើលម៉ឺនុយហើយជ្រើសរើសយកទៅអញ្ចឹងការធ្វើបែបនេះគឺផ្ដល់លទ្ធភាពឲ្យកុមារហ្នឹងមានការសម្រេចចិត្តដោយខ្លួនឯងដោយមិនចាំបាច់នរណាគេមកសម្រេចចិត្តឲ្យជំនួសអញ្ចឹងណាហើយកុមារយល់ឬក៏ដឹងពីខ្លួនឯងនិងស្គាល់ពីខ្លួនឯងកាន់តែច្បាស់អញ្ចឹងណាខ្ញុំជាក្មេងរឹងប៉ឹងអញ្ចឹងកន្លែងនេះយើងអាចធ្វើសកម្មភាពមួយដោយប្រើក្មេងណាមានន័យថាយើងហៅគាត់មកហើយយើងនិយាយថាកូនអាចជួយធ្វើការងារនេះម៉ែបន្តិចបានទេហើយកុំភ្លេចតែពេលគាត់ជួយធ្វើយើងហើយយើងអរគុណគាត់ផងអញ្ចឹងការធ្វើសកម្មភាពបែបនេះគឺជួយឲ្យក្មេងយល់ពីការរួមសហការដឹងពីទូនីតិនិងការទទួលខុសត្រូវរបស់ខ្លួនក្នុងឋានៈអីមួយអញ្ចឹងណាប្រអប់ធំអញ្ចឹងកន្លែងហ្នឹងគឺជាការលេងរបស់កុមារដែរយើងអាចទៅរកសបកឡាំងដែលជាប្រអប់ធំណាដូចជាប្រអប់ទូទឹកកកឬក៏ទូបោកខោអាវអីអញ្ចឹងទៅអញ្ចឹងយើងអាចយកមកឲ្យក្មេងធ្វើការពួនលេងនៅក្នុងនឹងបានបើអាចយើងអាចឲ្យគាត់កាត់ឬក៏លាបពណ៌ធ្វើដូចជាលក្ខណៈផ្ទះហើយយកទៅនៅយកខ្នើយទៅកោសនឹងអីអញ្ចឹងណាធ្វើបែបហ្នឹងជួយឲ្យក្មេងហ្នឹងអភិវឌ្ឍផ្នែកសមត្ថភាពរបស់គាត់ពូនច្បាច់ដុំលុញនិងសូនណាឧបករណ៍ដែលយើងត្រូវប្រើមានដូចជាដីឥដ្ឋឬក៏ដីឥដ្ឋសម្រាប់លេងសម្រាប់កុមារណាហើយយើងយកមកឲ្យគាត់លេងធ្វើជារូបផ្សេងគាត់សូនដោយខ្លួនឯងណាធ្វើបែបហ្នឹងគឺវាផ្ដល់អត្ថប្រយោជន៍ឲ្យកុមារហ្នឹងមានការវិវត្តផ្នែកបញ្ញាជាមួយនឹងមានគំនិតច្នៃប្រឌិតលេងជាមួយសមោលឧបករណ៍មានដូចជាពិលហើយនឹងយើងចូលរួមដែរទៅពិលហ្នឹងគឺយើងបញ្ចាំងឲ្យក្មេងលេងឲ្យមានសមោលហើយយើងបង្ហាញពីរបៀបបិទបើកអញ្ចឹងទៅធ្វើបែបនេះគឺធ្វើឲ្យក្មេងហ្នឹងយល់ពីការប្រើប្រាស់សម្ភារៈពិលហ្នឹងណាហើយអាចឲ្យគាត់ដាក់នៅក្បែរខ្លួននៅពេលជប់អញ្ចឹងទៅពួកក្មេងខ្លះអាចខ្លាចអញ្ចឹងបើគាត់មានពិលហើយជាបើកបិទអញ្ចឹងធ្វើឲ្យគាត់ហ្នឹងមានភាពកក់ក្ដៅហើយម្យ៉ាងទៀតយើងអាចបញ្ចាំងលេងជាមួយនឹងគាត់ពីសមោលហើយបញ្យល់គាត់ពីរូបភាពឬក៏ដំណើរអីផ្សេងអញ្ចឹងតាមដែលអាចធ្វើទៅបានណា